ស្វណ្ណតៃរឿងនេះគឺបានមិនចប់រឿងទី1នឹងបានមិនចប់រៀនถึงថ្មីទៀតហើយទី1មិត្តភក្តិខ្ញុំធំណាគឺយក15ឆ្នាំហើយ13-14ឆ្នាំណាតែគាត់នៅតែបងខ្ញុំគាត់ខំផឹងទៅរៀនធ្វើអ្នកគ្រូតែខ្ញុំខំផឹងទៅសេគាត់ភ័ក្រខ្ញុំឈ្មោះមលីនេះខំផឹងញញ៉ៃខ្ញុំមិនដឹងគាត់មកជីចង់ខ្ញុំដឹងគ្រូខ្ញុំបរៀនហត់នោះហត់ចង់ហត់ហ្មងបងប្អូនគឺមិត្តភក្តិខ្ញុំបរៀនណាមិត្តភក្តិខ្ញុំគឺចាស់ហួរគាត់បរៀនខ្ញុំនឹងលីហងនឹងលីននឹងមិនលីនខ្ញុំអត់ដឹងមិនទេដោយសារតែរឿងនេះគឺមិនដឹងថាកើតឡើងឬក៏មិនដឹងថាមិនទេខ្ញុំមិនបានតាមដែរចឹងថ្ងៃហ្នឹងខ្ញុំនិយាយពីរឿងដែលយើងនិយាយពីកាលមុនតែរឿងហ្នឹងដដែលទេបងប្អូនមិនមែនរឿងថ្មីទេទី1ខ្ញុំនិយាយទី1ហើយអូខេកុំគិតច្រើនកុំនិយាយច្រើនពេកអ៊ីសាខ្ញុំគឺខ្ញុំនេះលើកទី2ថាគឺអ្នកគ្រូខ្ញុំមិនមិត្តភក្តិខ្ញុំមិនអ្នកគ្រូចាស់ហួរខ្ញុំមិនមិត្តភក្តិខ្ញុំមិនចាប់បងប្អូនទី2គាត់ខំប្រឹងតែញញ៉ៃហើយគាត់ខំផឹងញមកទៅឈ្មោះនេះគាត់កាន់តែញញ៉ៃហើយប្អូនគាត់អាក្រក់ទៀតគាត់តែគេវាយហើយខ្ញុំមិនតៃរហូតខ្ញុំមិនដឹងមិនខ្ញុំបងគាត់តែខ្ញុំអាយុ5ឆ្នាំគាត់អត់ដឹងអាយុម៉ាល់ទេដោយសារខ្ញុំមិនដឹងឈ្មោះឯនឹងមិនទេដល់រឿងនេះខ្ញុំដឹងថារឿងនេះកើតឡើងពេលនេះខ្ញុំធម្មតាខ្ញុំឡាយត្មងទៅខ្ញុំនិយាយដែរបងប្អូនស្ដាប់គឺរឿងនោះគឺដដែលទេខ្ញុំនិយាយឲ្យបងប្អូនស្ដាប់ដល់ទៀតដដែលទី2ដល់ទៀតទី2គាត់តែកាំងញញ៉ៃទៅហើយគាត់ធ្វើឲ្យល្អសោចគាត់មិនមែនខ្ញុំអត់សោចខ្ញុំគាត់មេលេខតាមអ្នកគ្រូចែហួរយល់ហើយខ្ញុំក៏ដឹងថាគាត់ពិបាកធ្វើដែរគាត់ខំប្រឹងបរៀនចឹងណាតែគាត់ពិបាកខ្លាំងណាគាត់ពិបាកនិយាយតែធំឡើងយើងក៏ពិបាកដែរពិបាកដូចតែគ្នាបងប្អូនយើងខំប្រឹងបរៀនយើងខំពេលយើងធ្វើអ្នកគ្រូម្ដងមើលយើងហត់អត់ហ៎ធ្វើសោះក៏ពិបាកដែរធ្វើខុសយ៉ាងណាក៏អ្នកគ្រូដាក់ពិន័យដែរធ្វើសើមិនស្រួលទេណាបាក់ណាហ្នឹងហើយម៉ាក់ខ្ញុំជួយគ្រប់ត្រខ្ញុំចាធ្វើសើពិបាកណាស់តែគ្រូអ្នកគ្រូពិបាកជាងខ្ញុំកាត់អញ្ចឹងអូចាបងប្អូនតាមត្រូវយកចាកូនទី3គឺសិស្សពិបាកនឹងចែសិស្សពិបាកនឹងចែហ្មងចែប៉ុតបញ្ញាខ្ញុំច្រឡំនិយាយមិត្តភក្តិនិយាយមិត្តភក្តិទី3មិត្តភក្តិខ្ញុំគាត់មករាល់ថ្ងៃដោយសារគាត់មកតែពេលយប់ពេកគាត់មកលេងធ្វើអ្នកគ្រូគាត់ចូលចិត្តរៀនមែនតើនឹងហាត់ប្រាណខ្ញុំអត់បានតែអាវក្រហមព្រោះដោយសារអាវក្រហមហ្នឹងគឺអាវកីឡាអាវក្រហមអាវកីឡាយកគឺខ្ញុំមិនដែរនេះទេខ្ញុំមិនដែរពាក់អាវពណ៌ក្រហមកីឡាហ្នឹងទេដោយសារខ្ញុំមិនដឹងថាអាវកីឡាអាវអីហ្នឹងហើយទី3ពេលអ្នកធ្វើអ្នកគ្រូបបាក់អត់ខ្ញុំសួរបបាក់អត់បាទដឹងហើយបបាក់ស្បីតែសិស្សក៏បបាក់ដែរអ្នកគ្រូពេលយើងមកយឺតយ៉ាងណាក៏អ្នកគ្រូដាក់ពិន័យឲ្យខ្លាំងមែនចាហ្នឹងហើយអ្នកគ្រូដាក់ពិន័យឲ្យកន្លះ10ម៉ោងឆ
19 នាទី 30 នាទីឬក៏100នាទីគឺធ្វើអ្នកគ្រូបបាក់ជាងសិស្សខ្ញុំសួរយល់ទេចូលខ្ញុំនិយាយអត់បបាក់ខ្លាំងណាស់អើយតែធ្វើសោះក៏បបាក់ដែរពេលយើងមករៀនយឺតជាងគេហ្នឹងណាក៏គេសើចចំអកដែរខ្មាស់គេណាសំបីតែសិស្សក៏បបាក់អ្នកគ្រូក៏ដាក់ពិន័យអ្នកគ្រូក៏បបាក់សិស្សក៏បបាក់ដូចតែគ្នាខ្ញុំដឹងដោយសារខ្ញុំធ្លាប់ទៅរៀនជាមួយអ្នកគ្រូខ្ញុំហើយធ្វើអ្នកគ្រូបបាក់បើយើងធំឡើងធ្វើអ្នកគ្រូមិនបបាក់អត់បបាក់ត្រូវគឺបបាក់សិស្សក៏បបាក់មកយឺតជាងគេអ្នកគ្រូដាក់ពីដៃឈរជាងមួយទៀតហើយឯងកាន់សៀវភៅច្រើនទៀតហើយខ្ញុំមិនយល់មករឿងនេះគឺដោយសារតែរឿងហ្នឹងណាកាត់ឡើងរហូតខ្ញុំមិនដឹងមិនកាត់ឡើងរាល់តែថ្ងៃខ្ញុំមិនយល់ធ្វើមកចេះធ្វើអ្នកគ្រូក៏បបាក់ធ្វើសិស្សក៏បបាក់ដែរអ្នកគ្រូដាក់ ចុះធ្វើម៉ែថាស្រួលមែន ដឹងហើយក៏បបាក់កូនវិញណាបើឲ្យវិញណាក៏បបាក់ដែរបបាក់ដូចតែគ្នាខ្ញុំចង់និយាយចឹងណាបើបងប្អូនធំឡាបើខ្ញុំធំឡើងណាខ្ញុំធ្វើម៉ាក់ម្ដងគឺបបាក់ដែរអ្នកគ្រូក៏បបាក់សិស្សក៏បបាក់ប៉ាម៉ាក់ក៏បបាក់រាល់ថ្ងៃណាហើយណាប៉ាម៉ាក់ខំរយអញ ជប់អានម៉ាក់សុំទោសណាសុំទោស